tu tới nè hiện pi cứ là bùa khang mình tên còn anh giấy pi ca hiện pi sờ lá pi chấm này tịt bạn này bên nó nhom lây lọc luôn anh tha ta nhom thử chấm này pi mán xem đẹp kèm ad chấm này pi mán xem AFR chẳng tới in reality món nó pi khu có ba dương cái tha dương thực ban tập phân năng á chật dương thưa tập phân năng món ta bởi dương ba chật hay dương sạ thưa này tiện chắc nó pi bắt đập pi dương thưa tới dương thưa ba nàyជំរាបសួរនឹងស្ដីអ្នកនរគ្នាខ្ញុំសុភ័ក្រស្វាគមន៍មកកាន់ជំហាន podcast ហើយថ្ងៃនេះគឺយើងមានភ្ញៀវកិត្តិយសម្នាក់គាត់ឈ្មោះថាបងមីច័ន្ទហើយអ្នកនរគ្នាប្រហែលស្គាល់គាត់បងមីអាចណែនាំខ្លួនបន្ថែមបានបងមីជំរាបសួរបងជំរាបសួរអ្នកនរគ្នាខ្ញុំឈ្មោះអង្គខេមរាបងមីច័ន្ទហើយសប្តាហ៍ខ្ញុំជានិស្សិតឆ្នាំទី4រៀនជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុមកពីខាង CAMAD និងផ្នែកសេដ្ឋកិច្ចអន្តរជាតិមកពីខាងជាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈឬក៏ភាគច្រើនគេស្គាល់ថា IISPPអូខេដោយសារបងមីក៏ជាអ្នកធ្វើវីដេអូដែរហើយបងក៏ជាតាមដានមួយនៅលើ TikTok ហើយតាមមូលហេតុដែលបងឯងចាប់ដើមធ្វើវីដេអូពីដំបូងអូខេបងវីដេអូណាដែលផ្ទុះដំបូងគេណានិយាយពីគេវីដេអូដំបូងអត់មានផ្ទុះទេវីដេអូដំបូងហ្នឹងខ្ញុំគ្រាន់ដូច record អា moment យើងទៅប្រទេសក្រៅចឹងទៅហើយធ្វើ voice over ធម្មតាដល់ពេលវីដេអូដែលផ្ទុះហ្នឹងគឺពេលដែលខ្ញុំចាប់ដើមថតវីដេអូពីតតងនឹងបាក់ឌុបដោយសារកាលហ្នឹងគឺជាចេញលទ្ធផលបាក់ឌុបដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ដើមនិយាយរឿងបទពិសោធន៍របស់ខ្ញុំដែលការខ្ញុំចេញលទ្ធផលបាក់ឌុបហើយខ្ញុំបាននិទេស B ហើយវាជានិទេសដែលយើងអត់បានរំពឹងទុកតាំងដើមដែរអញ្ចឹងបងអញ្ចឹងខ្ញុំគិតថាពេលចេញលទ្ធផលហ្នឹងខ្ញុំជឿហ្មងថាអ្នកខ្លះគាត់បានលទ្ធផលមួយដែលខ្លួនឯងអត់បានរំពឹងទុកដូចខ្ញុំដែរអញ្ចឹងខ្ញុំក៏ចេញវីដេអូហ្នឹងដូចជាការលើកទឹកចិត្តឲ្យប្រាប់គាត់ថាពេលហ្នឹងវាអញបាក់ចិត្តតែពេលទៅមុខទៀតលទ្ធផលហ្នឹងវាមិនមែនសម្រាប់កំណត់អីគ្រប់យ៉ាងដែរអញ្ចឹងបងអញ្ចឹងវីដេអូហ្នឹងក៏ចាប់ផ្ដើមផ្ទុះពីវីដេអូហ្នឹងហើយក៏តទៅទៀតហ្នឹងនិយាយតាក់ទងទៅនឹងបទពិសោធន៍របស់ខ្ញុំឬក៏ any achievement ដែលខ្ញុំគិតថាវាអាចនឹងលើកទឹកចិត្តដល់អ្នកផ្សេងដែរអញ្ចឹងទៅបងឯងក៏ជាគេហៅថាមនុស្សម្នាក់ដែលចូលចិត្ត explore ហើយនឹងចូលរួមសកម្មភាពក្រៅសាលាច្រើនបើយើងនិយាយយើងរៀនជាអ្នករៀនជំនាញ2ហើយតែយើងមានពេលសម្រាប់ថាធ្វើសកម្មភាពក្រៅសាលាមួយចំនួនដូចជាចូលរួមការប្រកួតប្រជែងឬក៏ទៅ apply exchange program ហើយពួកយើងប៉ុន្តែ Wisely ដែរមែនទេ Wisely ដែរ Wisely គាត់ថា team ខុសគ្នាបង civic engagement ប៉ុន្តែខ្ញុំ social entrepreneurship and economic development អូខេឆ្នាំ2024ទេ2024ហ្នឹងហើយបង2023 fall អញ្ចឹងទៅក៏មានន័យថាយើងជា alumni នៅក្នុង Wisely ដូចគ្នាហើយអ្នកស្គាល់ Wisely ជាpromote កម្មវិធី Wisely គឺជាកម្មវិធីមួយ exchange program ទៅសហរដ្ឋអាមេរិករយៈពេល5សប្តាហ៍ហើយប៉ុន្តែមិនមែនចូលរួមតែកម្មវិធីហ្នឹងមួយទេមានកម្មវិធីច្រើនទៀតដែលធ្វើដំណើរទៅជាច្រើនប្រទេសជាទូទៅបងឯងមានគំនិតមិនបានជាបងឯងដាក់កម្មវិធីទាំងអស់ហ្នឹងអញ្ចឹងដោយសារខ្ញុំការពីអញមិនថាការពីខ្ញុំរៀនវិទ្យាល័យហ្នឹងសិស្សបងរបស់ខ្ញុំភាគច្រើនគាត់ជាអ្នកដែលចូលរួមកម្មវិធីទាំងអស់ហ្នឹងច្រើនដែរហើយអ្នកខ្លះទៅគាត់ក៏បានអាហារូបករណ៍ទៅរៀនប្រទេសក្រៅអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមមានក្តីសម័យហើយវាដូចជាគោលដៅរបស់ខ្ញុំមួយដែរអញ្ចឹងបងថាពេលចូលដល់សាកលវិទ្យាល័យខ្ញុំចង់សាក explore នៅក្នុង field ហ្នឹងដូចគ្នាខ្ញុំចង់សាកដូចថាដាក់កម្មវិធីផ្សេងទៅហើយយ៉ាងហោចណាស់ក៏យើងបានបទពិសោធន៍ខ្លះដែរដោយសារកាលហ្នឹងជំនាន់ដែលខ្ញុំចាប់បាក់ឌុបហ្នឹងគឺជំនាន់ COVID ដែរអញ្ចឹងបងអញ្ចឹងបើខ្ញុំចង់ដាក់ពួកទៅរៀនប្រទេសក្រៅពេលហ្នឹងក៏វាអាចនឹងពិបាកដែរដោយសារឱកាសក៏វាមិនមានដូចកាលជំនាន់អត់ទាន់មាន COVID ដែរអញ្ចឹងក៏ខ្ញុំរៀននៅស្រុកខ្មែរហើយក៏ខ្ញុំចាប់ផ្ដើមគិតថាអញ្ចឹងខ្ញុំសុខចិត្តយកអាពេលដែលនៅសល់ឬក៏អីហ្នឹងដើម្បីដាក់នៅក្នុងកម្មវិធីផ្សេងយ៉ាងហោចណាស់ក៏ខ្ញុំបានបទពិសោធន៍ថ្មីពីកម្មវិធីទាំងអស់ហ្នឹងដែរអញ្ចឹងបងហ្នឹងហើយពាក់ព័ន្ធជាមួយនឹងការដែលយើងដាក់កម្មវិធីទៅក្រៅប្រទេសអីជាទូទៅគឺយើងតែងតែមើលនរណាម្នាក់ណា look up to our idols ឬក៏សិស្សបងរបស់យើងដូចបងតែងតែមើលដូចគ្នាមិនមែនថាសិស្សបងរៀននៅវិទ្យាល័យឯងមានសិស្សបងម្នាក់រៀននៅវិទ្យាល័យដែលគាត់ពេលដែលគាត់រៀនចូលដល់សាកលគាត់បានទៅក្រៅទៅអីចឹងទៅហើយយើងពេលហ្នឹងយើងរៀននៅវិទ្យាល័យយើងតែគិតថាថ្ងៃមួយយើងចង់ដូចគាត់ដល់ពេលចូលមកដល់សាកលវិទ្យាល័យឃើញគេធ្វើវីដេអូហើយនិយាយទៅអ្នកធ្វើវីដេអូហ្នឹងដូចប៉ុណ្ណេះធ្វើវីដេអូដូចបងធ្វើវីដេអូអញ្ចឹងបងគាត់ថាពួកយើងធ្វើគឺប្រកបជាអាច inspire មនុស្សជាច្រើនដើម្បីចង់ដាក់ពាក្យកម្មវិធីទាំងអស់ហ្នឹងដែរដូចបងអាចនិយាយថា shout out ទៅបង Vivid អ្នកធ្វើវីដេអូពាក់ព័ន្ធមួយការដើរលេងទៅក្រៅទៅអីច្រើនអញ្ចឹងណាដល់ពេលអញ្ចឹងយើងឃើញគាត់យើងចេះសម័យចង់ដូចគាត់ដែរប៉ុន្តែចាប់អារម្មណ៍បងឯងមួយដោយសារបងឯងរៀនពីសាលារៀនពីជំនាញហើយជាទូទៅអ្នកដែលរៀនពីគឺលបខ្លាំងមែនតើតែបងឯងនៅមានពេលវេលាដើរទៅក្រៅហើយ exchange program បងឯងអាចនិយាយពីការរៀនពីសាលាពីជំនាញហ្នឹងតិចបាទ
ចាបងអញ្ចឹងការរៀនពីសកលហ្នឹងដំបូងអត់មានដាច់គិតថារៀនពីសកលទេដំបូងហ្នឹងខ្ញុំចាប់ផ្ដើមទៅដំបូងហ្នឹងចុះឈ្មោះហើយយើងបាន acceptance letter អីហ្នឹងខាងពីខាង CAMED មុនតែពេលហ្នឹងគប់សាមកពេលហ្នឹងក៏ខាងដំបូងហ្នឹងគេអត់ទាន់ផ្លាស់ប្ដូរឈ្មោះ institute អញ្ចឹងនៅ IFL តដែរគេបើកទទួលពាក្យរៀន IO អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមគិតថាវារៀងវាទៅថាវាជាផ្នែកចំណាប់អារម្មណ៍របស់ខ្ញុំមួយដែរដោយសារការខ្ញុំរៀនទី12ខ្ញុំរៀនសង្គមឯការប៉ិតខ្ញុំរៀនសង្គមដល់ពេលអញ្ចឹងទៅខ្ញុំក៏គិតថា IO ហ្នឹងវាដូចថាខ្ញុំរៀង interested ទៅលើនឹងច្រើនដែរមកនៅសាមជួយចិត្តវាតាក់តងប្រវត្តិតាក់តងទៅលើរឿងសង្គមផ្សេងៗដែរអញ្ចឹងក៏សាកប្រឡងដាក់ពាក្យទៅហើយកាលហ្នឹងប្រឡងអត់មានក្តីសង្ឃឹមទេព្រោះស្អីយើងគិតថាយើងជាប់ CAMED ហើយអញ្ចឹងយើងមានជំរឿសមួយហើយអញ្ចឹងទោះបីជាប្រឡង IO នឹងអត់ជាប់ក៏វាអត់អីដែរតែវាជាប់អញ្ចឹងខ្ញុំក៏គិតថាអញ្ចឹងសាក់រៀនទាំងពីរទៅណាមួយខ្ញុំក៏ធ្លាប់មានបងប្អូនមីងអីដែលគាត់ធ្លាប់រៀនពីរក្នុងពេលតែមួយអញ្ចឹងដែរអញ្ចឹងខ្ញុំក៏ថាសាក់រៀនសិនទៅហើយមិនយើងអាចលៃលកតាមនឹងទៀតចឹងបងអញ្ចឹងអាហ្នឹងវាជាមូលហេតុដំបូងដែរហេតុអីបើខ្ញុំចាប់ដើមរៀនពីសកលហ្នឹងឯងហើយឥឡូវរៀនទាំងពីរហើយឥឡូវដល់ឆ្នាំទី4ហើយចិត្តចប់ហើយអូខេចិត្តចប់ហើយអញ្ចឹងបានន័យថាវាព្រោះជាទូទៅអ្នកមួយចំនួនរៀន2គាត់សាកល្បងសិនឯងហើយជាទូទៅគាត់នឹងបោះបង់មួយនៅក្នុងឆ្នាំទី1ឬក៏ឆ្នាំទី2ប៉ុន្តែប៉ុណ្ណេះ manage មិនដើម្បីអាចរៀនបានទៅទាំងពីរឥឡូវដល់ឆ្នាំទី4ហ្នឹងហើយបងអញ្ចឹងនៅពេលដែលរៀន2ជំនាញអញ្ចឹងខ្ញុំគិតថាភាគច្រើនអ្នកខ្លះគាត់អាចនឹងគិតថាជំនាញមួយវាអាចនឹងស្រួលជាងសម្រាប់គាត់ជំនាញមួយទៀតវាអាចនឹងពិបាកអញ្ចឹងវាដូចខ្ញុំដែរសម្រាប់ខ្ញុំអត់សូវបកកែលេគេអញ្ចឹងខ្ញុំគិតថាជំនាញនៅខាង CAMED វាពិបាកជាងសម្រាប់ខ្ញុំហើយ IO អីចឹងទៅវាអាចនឹងរៀងស្រួលជាងតិចតួចអញ្ចឹងណាបងអញ្ចឹងខ្ញុំលៃលកពេលតាមហ្នឹងខ្ញុំគិតថាបើខ្ញុំរៀន IO ភាគច្រើនដូចថាពីឆ្នាំទី1ដល់ឆ្នាំទី2ឆ្នាំទី3អញ្ចឹងតែខ្ញុំស្ដាប់គ្រូនៅសាលាហើយពេលខ្លះខ្ញុំអាចយល់ហើយខ្ញុំអាចចាំបានអញ្ចឹងណាតែបើថារៀន CAMED ខ្ញុំត្រូវចំណាយពេលបន្ថែមអញ្ចឹងពេលនោះខ្ញុំលៃលកខ្លួនឯងថាតើខ្ញុំត្រូវចំណាយពេលប៉ុន្មានសម្រាប់ CAMED ចំណាយពេលប៉ុន្មានសម្រាប់ IFL អញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំលៃលកអញ្ចឹងហើយខ្ញុំអាចដឹងហើយថាភាគច្រើនខ្ញុំចំណាយពេលប៉ុន្មានសម្រាប់ការ review មេរៀនមួយឬក៏ចំណាយពេលប៉ុន្មានសម្រាប់ធ្វើ assignment មួយអញ្ចឹងពេលសល់ហ្នឹងខ្ញុំគិតថាខ្ញុំអាចធ្វើអីផ្សេងបានទៀតតែការប៉ិតក៏វាពិបាកដែរបងវានៅពេលដែលយើងចូលកម្មវិធីផ្សេងៗហើយរៀនពីរអញ្ចឹងវាគង់តែពិបាកអីប៉ុន្តែបើថាសួរថារៀនពីរសុទ្ធហ្មងពិបាកអត់វាពិបាកដូចតែគ្នាតែបើថាយើងដឹងពី productivity level ខ្លួនឯងបានច្រើនខ្ញុំគិតថាយើងអាចលៃលកបានរយៈពេលមួយដែលយើងបានសម្រាប់ខ្លះផងហើយយើងបាន enjoy life ហើយយើងបានរៀនហើយយើងបានធ្វើការផ្សេងៗទៀតហ្នឹងតែបើគេឃើញយើងទៅ exchange ទៅក្រៅអីគេគិតថាទៅរៀនសុទ្ធតែមែនទេគេយើងបានសុបាយដែរបានដើរលេងសុបាយផង relax ផងហើយរៀនអាចថាហ្នឹងយើងប្រកាសជារៀនអីបានថ្មីច្រើនហើយប៉ុន្តែជាទូទៅគឺទៅអាហ្នឹងដូចជា vacation ហ្នឹងដូច50បងហ្នឹងបានជាប់អញ្ចឹងទៅអូខេទៅ vacation មួយរយៈអញ្ចឹងទៅមកវិញមករៀនអីប៉ុន្តែរវល់ខ្លាំងហ្នឹងមែនទេមានន័យថាយើងសៅរ៍អាទិត្យប្រហែលជាមិនសូវមានពេលច្រើនដូចគេទេពាក់ព័ន្ធមួយអ្នកដែលរៀនពីរអញ្ចឹងបែបសៅរ៍អាទិត្យវាតាមដែរអញ្ចឹងបងបើការរៀនឆ្នាំទី1ឆ្នាំទី3វាខ្ញុំអត់ហ៊ានមានថ្នាក់សៅរ៍អាទិត្យអញ្ចឹងសៅរ៍អាទិត្យវាថាជាពេលមួយដែលខ្ញុំថ្ងៃខ្លះយើងបានសម្រាប់អញ្ចឹងទៅថ្ងៃខ្លះយើងក៏ចូលកម្មវិធីផ្សេងអញ្ចឹងប៉ុន្តែពេលចូលហ្នឹងយើងក៏សប្បាយចិត្តដោយសារយើងវាជាអីដែលយើងចង់ធ្វើស្រាប់អញ្ចឹងបងអញ្ចឹងយើងអត់សូវមានអារម្មណ៍ថាហត់អីខ្លាំងឯងប៉ុន្តែតចូលឆ្នាំទី4នេះបើយើងមានថ្នាក់ថ្ងៃសៅរ៍ដែរអញ្ចឹងវាអាចនឹងហ៊ានពិបាកពេលខ្លះដោយសារកម្មវិធីភាគច្រើនថ្ងៃសៅរ៍ដែរអញ្ចឹងបងអញ្ចឹងពេលហ្នឹងតើយើងវាថាដូចខ្ញុំផ្លែអញ្ចឹងត្រូវលៃលកថែមអញ្ចឹងថាហ៊ានមិនធ្វើអាការងារទាំងអស់ខាងក្រៅហ្នឹងមិនដែរចាបងតាមរយៈមេរៀនឬក៏បទពិសោធន៍របស់បងឯងសិស្សផ្សេងទៀតក៏អាចរៀនសូត្របានជាព្រោះអ្នកមួយចំនួនក៏តែងតែគិតថា everything វាអត់ possible ទេតែដល់ពេលបងឯង possible ទាំងអស់អត់ទេហ្នឹងហើយ possible ទាំងអស់មានន័យថាម៉េចរៀន2គ្រាន់តែគេគិតថារៀន2អូខេរៀន2រវល់ដឹងតែពិបាកហើយដឹងតែបោះបង់ចោលមួយនៅពេលណាហើយមួយទៀតបើបងក៏អញ្ចឹងដែរបងធ្លាប់ចែកម្លែកអញ្ចឹងដែរពេលដែលយើងបើសិនបើយើងរៀនតែមួយយើងផ្ដោតលើតែមួយហើយយើងមានពេលវេលាផ្សេងទៀតដើម្បីចូលរួមការងារស្ម័គ្រចិត្តចូលរួមការប្រកួតប្រជែងចូលរួម exchange program ឃើញគេមានពេលច្រើនដោយសារគេរៀនតែមួយតែអ្នករៀន2ក៏នៅតែអាចឆ្លៀតបានដែរបើន័យថាជាទូទៅយើងតែងតែគិតថាខ្លួនយើងអស់សមត្ថភាពហើយយើងកម្លាំងរបស់យើងបានតែប៉ុណ្្នឹងឯងតែជាក់ស្ដែងវាលើសពីអីដែលយើងគិតត្រូវឯងតែយើងធ្វើមួយយើងគិតថាអូវា reach limit ទេ limit យើងមានតែប៉ុណ្្នឹងឯងតែនៅពេលដែលយើងគ្រាន់តែប្រឹងបន្ថែមទៀតវាអាច limit របស់យើងមិនមែនប៉ុណ្្នឹងឯងយើងអាចធ្វើបានរឿងច្រើនទៀតពេលដែលកូនសិស្សគាត់រៀននៅសាកលប្រសិនបើគាត់គិតថាអូខេ limit គាត់បានតែប៉ុណ្្នឹងឯងខ្ញុំពេលវេលាខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំរៀនតែមួយមុខហើយខ្ញុំ assignment អីច្រើនផងគាត់ complain ច្រើនណាតែបើគាត់អត់បានមើលកលៈស័ករបស់អ្នកផ្សេងទៀតគេប្រាប់ព
ពេលវេលាគេប្រើឡើងអស់មកមកតែប្រើឡើងអស់ពីសក្តានុពលមកអញ្ចឹងអានេះគឺជាចំណុចមួយដែលថាតាមពិតទៅមុនយើងថាខ្លួនឯងនឹងអត់មានពេលហើយយើងមើលអ្នកផ្សេងទៀតដែលជាអ្នករៀនសកលប្រហែលយើងហ្នឹងគេអាចធ្វើរឿងបានច្រើនគឺអាស្រ័យទៅលើការប្រើប្រាស់ពេលវេលារបស់គេហ្នឹងឯងចំណាអារម្មណ៍មួយទៀតពាក់ព័ន្ធជាមួយចង់ឲ្យខ្លួនឯងបង្ហាញពាក់ព័ន្ធមួយថាការស្វែងរកឱកាសព្រោះខ្លួនឯងទទួលបានឱកាសច្រើនឱកាសហ្នឹងគឺវាអាស្រ័យលើខ្លួនឯងដែរអញ្ចឹងឱកាសរបស់ដែលខ្លួនឯងបានទាំងអស់ហ្នឹងខ្លួនឯងបានព័ត៌មានមកពីណាឬក៏ធ្វើមិនដើម្បីអាចដោយសារខ្លួនឯងជាសិស្សម្នាក់ដែលគេហៅថាស្វែងរកឱកាសបានច្រើនដូចជាការ exchange program ទៅក្រៅប្រទេសឬក៏ចូលរួមការប្រកួតផ្សេងៗតើខ្លួនឯងដឹងព័ត៌មាននៅពីណាហើយស្វែងរកព័ត៌មានមិនរហូតអាចដាក់ពាក្យឲ្យជាប់ជាបន្តបានចាចឹងសម្រាប់ឱកាសហ្នឹងដែរអញបានថាខ្ញុំប្រើ social media ហ្មងFacebook យើងហ្នឹងគឺខ្ញុំគិតថាគេផុសច្រើនមែនតើហើយក៏កាប់ពិតនៅក្នុង Facebook ហ្នឹងក៏គេមានដូចរបៀប group Facebook ក៏បងគេមានដូចអញបានថាឥឡូវ shout out ដែរធ្វើដូច ruler ឱកាស opportunity ហ្នឹងហើយអញបានថាពេលខ្លះតាម page ក្រសួងអប់រំអីដែរដូចពេលខ្លះខាងអគ្គនាយកយុវជនបងក៏មានកម្មវិធីផ្សេងៗដូចគ្នាអញ្ចឹងខ្ញុំគិតថាទាំងអស់ហ្នឹងពួកយើងអាច follow គាត់បានអញ្ចឹងហើយជាពិសេសគឺ ruler ហ្នឹងហ្មង ruler ខ្ញុំគាត់ថាទាំង Facebook ទាំង Telegram របស់គាត់ជាពិសេស Telegram channel ហ្នឹងហ្មងគាត់ post សឹងរាល់ថ្ងៃអញ្ចឹងវាមានឱកាសច្រើនមែនតើហើយស្របពេលហ្នឹងបើក្រៅពី social media តែខ្ញុំក៏មានដូចជា search បងឯដែរបងឧទាហរណ៍ដូចមាន search បងឬក៏មិត្តភ័ក្តិអញ្ចឹងដោយសារគាត់ឃើញយើងចូលកម្មវិធីអញ្ចឹងទៅពេលខ្លះគាត់ឃើញឱកាសគាត់ក៏ send មកយើងដែរអញ្ចឹងបងតែបើថាសម្រាប់អ្នកដែលពួកគាត់អត់ទាន់មាន search បងឬក៏មិត្តភ័ក្តិណាដែលផ្ញើមកទេខ្ញុំគាត់ថាគាត់គួរតែពឹងផ្អែកទៅលើប្រើប្រាស់ Facebook ឬក៏ social media របស់គាត់នឹងឲ្យវាមានប្រសិទ្ធភាពជាងមុនអញ្ចឹងអាច follow page ដូច ruler ក៏បានឱកាស opportunity ហ្នឹងឬក៏ខាងអគ្គនាយកដ្ឋានយុវជនឬក៏ក្រសួងអប់រំក៏បានដែរអូខេនេះពាក់ព័ន្ធមួយការស្វែងរកព័ត៌មានគឺវាផ្ដើមចេញពីខ្លួនយើងដើម្បីទៅរកព័ត៌មានទាំងអស់ហ្នឹងប៉ុន្តែបងឯងគិតថាតើអីដែលជាលក្ខខណ្ឌឬក៏លក្ខណៈសម្បត្តិដែលអាចឲ្យបងឯងមានឱកាសក្នុងការទទួលបានទាំងអស់ហ្នឹងបងឯងមានការត្រៀមលក្ខណៈអីខ្លះហើយយើងធ្វើឲ្យខ្លួនយើងនឹងជាបេក្ខជនម្នាក់ដែល stand out នៅក្នុងចំណោមបេក្ខជនផ្សេងទៀតអូខេបងសម្រាប់ខ្ញុំគិតថាគ្រប់គ្នាគាត់មានអាភាព uniqueness របស់គាត់ដែរតែសម្រាប់ខ្ញុំគិតថាពេលខ្លះខ្ញុំអាចនឹងជាប់នៅក្នុងកម្មវិធីមួយហ្នឹងទី1មិនមែនវាយើងមើលមកអ្នកខ្លះគេថាដោយសារតែខ្ញុំមានបទពិសោធន៍ច្រើននៅក្នុងកម្មវិធីសមាជិកផ្សេងៗឬការងារសង្គមឬក៏ពេលខ្លះធ្វើជាមួយនឹងក្រសួងអប់រំឬក៏អីចឹងទៅប៉ុន្តែរឿងហ្នឹងវាមួយដែលវាអាចជា uniqueness របស់ខ្ញុំមួយឬក៏វាអាចជាចំណុចប្រយោជន៍មួយរបស់ខ្ញុំដែរប៉ុន្តែស្របពេលហ្នឹងខ្ញុំគិតថាអីដែលសំខាន់ជាងហ្នឹងទៀតហ្នឹងគឺពេលខ្លះគេចង់ដឹងថាតើយើងខ្លួនឯងខ្ញុំខ្លួនឯងហ្នឹងនៃគេបានខ្លះពីសកម្មភាពទាំងអស់ហ្នឹងឬក៏ពីឱកាសទាំងអស់ហ្នឹងព្រោះពេលខ្លះអ្នកខ្លះគាត់ចូលច្រើនមែនតើខ្ញុំឃើញអ្នកខ្លះគាត់ចូលច្រើនជាងខ្ញុំទៀតប៉ុន្តែនៅពេលដែលបកមកទៅសេនៅក្នុងessay ឬក៏ដូចថាទៅសេនៅក្នុង motivational essay ឬក៏ letter ហ្នឹងគាត់ទៅសេអត់ចេញទេព្រោះថាពេលខ្លះយើងចូលច្រើនប៉ុន្តែអត់បានស្វែងរកថាតើខ្លួនឯងហ្នឹងរៀននៃគេបានពីនោះយើងរកជំនាញអីគេខ្លួនឯងបានពីនៅក្នុងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំគិតថាហ្នឹងជាចំណុចមួយដែលខ្ញុំគិតថាខ្ញុំអាចនឹងលេចធ្លោថងហ្នឹងទៅថាទោះបីជាខ្ញុំចូលរួមបានច្រើនឬក៏បានតិចជាងណាគេក៏ដោយប៉ុន្តែខ្ញុំអាចដកស្រង់ខ្លួនឯងខ្ញុំអាចយល់ថាតើខ្ញុំខ្លួនឯងរៀននៃគេចេះពីទាំងអស់ហ្នឹងហើយស្របពេលហ្នឹងខ្ញុំគិតថាដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ទៅលើផ្នែកភាពជាអ្នកដឹកនាំ leadership position ដែរបងដោយសារតាំងពីខ្ញុំរៀននៅ high school ចឹងទៅខ្ញុំធ្លាប់ចូលរួមកម្មវិធីសប្បុរសធម៌របស់សាលាអញ្ចឹងហើយខ្ញុំក៏ធ្លាប់បាន lead នៅក្នុងក្រុមមួយហើយដល់ពេលចូលរៀនសាកលទៅខ្ញុំក៏ធ្លាប់ធ្វើជា co-president ឬនៅតាម uni club មួយចំនួនដែរអញ្ចឹងខ្ញុំគិតថាវាអាចនឹងជា uniqueness មួយទៀតដូចគ្នាដែរហើយអីដែលសំខាន់មួយទៀតហ្នឹងគឺតកតងទៅលើ interest ហើយនិង commitment របស់យើងបងនេសាខ្ញុំគិតថាចូលរួមកម្មវិធីទាំងអស់ហ្នឹងពេលខ្លះចាអ្នកខ្លះគាត់ចូលចិត្ត apply random កម្មវិធីឲ្យតែឃើញគាត់ដាក់ឲ្យប៉ុន្តែការពិតវាជារឿងល្អមួយដែរប៉ុន្តែស្របពេលហ្នឹងដែរពេលខ្លះយើងដាក់ទៅខ្ញុំធ្លាប់ថាអ្នកខ្លះគាត់គៀងគាត់ដឹងថាទៅសេអីដោយសារអីនៅពេលដែលគាត់គៀងអត់ដឹងទៅសេអីពេលខ្លះអាហ្នឹងវាជាមូលហេតុមួយដោយសារតែកម្មវិធីដែលគាត់ដាក់ហ្នឹងវាមិនមែនជា interest របស់គាត់ទេវាមិនមែនជាអីដែលវា relevant ទៅអីដែលគាត់កំពុងធ្វើរាល់ថ្ងៃបងអញ្ចឹងខ្ញុំគិតថាអា interest ហើយនិង commitment ហ្នឹងក៏វាសំខាន់មួយដែរបងនៅក្នុងអា qualification ឬក៏ធ្វើម៉េចឲ្យយើងជាប់នៅក្នុងកម្មវិធីមួយដែរក្បោះបាយមែនតើសម្រាប់ការចែកម្លែកសម្រាប់បងប្អូនដែលហ៊ាននៅសាកលវិទ្យាល័យក៏គួរតែមានការត្រៀមខ្លួនមកសិនបើមានក្តីសម័យតាំងពីវិទ្យាល័យក៏គួរតែគេហៅថាត្រៀមខ្លួនតាំងពេលនោះមកដែរបងចាប់អារម្មណ៍មួយគឺយើងចូលរួមឲ្យសកម្មនៅក្នុងសកម្មភាពនានាហើយជាពិសេសគឺចូលទៅឲ្យតែមានឱកាសនៅក្នុងការបង្ហាញថាអូខេយើង
អាចនឹងខ្លាយជាអ្នកដឹកនាំវ័យក្មេងតាមរយៈការចូលរួមកម្មវិធីឬក៏ក្លឹបផ្សេងឬក៏សកម្មភាពនៅក្នុងសាលាផ្សេងឲ្យតែគេត្រូវការអីបើសិនបើយើងមានពេលយើងគួរតែចូលទៅព្រោះហ្នឹងវាថា build credit របស់យើងបន្ថែមណាអញ្ចឹងបណ្ដាញចូលរួមកម្មវិធីទាំងអស់នឹងច្រើនហើយមួយទៀតដោយសារតែតាមរយៈបងមើលឃើញក៏បណ្ដាញអង់គ្លេសបណ្ដាញ very good ហ្នឹងហើយដែលធ្វើឲ្យជាចំណុចមួយដែលសិស្សទាំងអស់គួរតែត្រៀមខ្លួនដែរដើម្បីចូលរួមកម្មវិធីទាំងអស់ហ្នឹងហើយចាប់អារម្មណ៍អ្វីដែលជា talent របស់បងឯងមួយទៀតគឺការនិយាយអូខេបង talent របស់បងឯងការនិយាយតើបងឯងចាប់ផ្ដើមចូលរួមកម្មវិធីទាំងអស់ហ្នឹងពាក់ព័ន្ធនឹងការនិយាយឬក៏បង្វឹកសមត្ថភាពក្នុងការនិយាយហ្នឹងតាំងពីពេលណាមកបើខ្ញុំចូលរួមកម្មវិធីទាំងអស់ហ្នឹងហ្មងអាចតថងការនិយាយសាធារណៈហ្មងវាតាំងពីខ្ញុំរៀនទី9ហ្មងការហ្នឹងការប៉ັດ start មកក៏អត់មានល្អអីចឹងដែរបងវាថាគាត់ថាកាលមុនយើង start មកទៅ say script អីចឹងទៅ say ឡើងមកយូរហើយយើងត្រូវអង្គុយទិញហ្មងចឹងដោយសារពេលហ្នឹងយើងមានlimitation ណាបងវាការយល់ដឹងរបស់យើងក៏វាអត់បានច្រើនដូចឥឡូវហើយបទពិសោធន៍របស់យើងនិយាយហ្នឹងក៏វាអត់បានច្រើនដូចឥឡូវដែរហើយកាលហ្នឹងសួរថាភ័យអត់ភ័យដូចថាចូលបន្ទប់ហ្នឹងគ្រាន់តែមានគណៈកម្មការ2នាក់ហើយតែខ្ញុំក៏ខ្ញុំភ័យឡើងភ្លេច script ដែរអញ្ចឹងអាហ្នឹងវាជាបទពិសោធន៍ខ្ញុំដំបូងដែរហើយដល់ក្រោយមកខ្ញុំក៏ចូលរួមកម្មវិធីតស៊ូមតិអញ្ចឹងពេលចូលរួមតស៊ូមតិហ្នឹងវាជាលើកដំបូងនៃខ្ញុំវាថាប្រកួតលើឆាកហើយនិយាយមុខjudges មុខ audience ច្រើនមែនតើអញ្ចឹងការហ្នឹងវាអាចនិយាយបានថាវាគឺជា stepping stone មួយរបស់ខ្ញុំអញ្ចឹងបងដោយសារខ្ញុំគិតថាក៏ប៉ັດឡើងលើឆាកទៅភ័យប៉ុន្តែពេលហ្នឹងខ្ញុំតែងតែមានផ្នត់គំនិតមួយ mindset មួយខ្ញុំថាបើខ្ញុំអត់បញ្ចេញអស់ឥឡូវទេខ្ញុំត្រូវចាំដល់ឆ្នាំក្រោយទៀតហើយយូរមែនតើអញ្ចឹង mindset ហ្នឹងវាធ្វើឲ្យខ្ញុំបាត់បង់ភាពភ័យអ្នកខ្លះគេគិតថាពេលដែលយើងនិយាយអញ្ចឹងយើងដូចដាក់សម្ពាធលើខ្លួនឯងតែខ្ញុំគិតថាអ្នកដែលពួកគាត់អាច work under pressure បានពាក្យហ្នឹងវាអាចនឹងល្អដែរដោយសារខ្ញុំតែងប្រាប់ខ្លួនឯងថាបើខ្ញុំឡើងលើឆាកថ្ងៃហ្នឹងហើយខ្ញុំធ្វើបានល្អទេអ្នកផ្សេងគេអត់នឹងចាំខ្ញុំទេហើយដូចថាអ្នកផ្សេងគឺនឹងភ្លេចយើងបងដោយសារឡើងលើឆាកមានគេផ្សេងច្រើនទៀតឡើងដែរអញ្ចឹងអានេះអាចនិយាយថាវាជា motivation របស់ខ្ញុំមួយដែរអញ្ចឹងបន្ទាប់ពីចាប់ផ្ដើមចូលរួមឆាកទី9ហ្នឹងហើយខ្ញុំក៏បន្តទៀតអញ្ចឹងទៅទាំងជាភាសាខ្មែរហើយជាភាសាអង់គ្លេសកាលពេលខ្ញុំរៀននៅវិទ្យាល័យហ្នឹងអាចនិយាយថាអរគុណសាលាដែរអញ្ចឹងបងដោយសារគាត់ផ្ដល់ឱកាសឲ្យខ្ញុំធ្វើជា MC អញ្ចឹងកំឡុងពេលធ្វើ MC ហ្នឹងវាជួយយើងបានច្រើនដោយសារខ្ញុំគិតថាអ្នកធ្វើ MC ពីមុនអាចនឹងដឹងហើយរបៀបយើងធ្វើ MC ត្រូវ reflect លឿនមែនតើ flexibility ហ្នឹងគឺខ្ពស់មែនតើអញ្ចឹងខ្ញុំគិតថានៅពេលដែលខ្ញុំមានបទពិសោធន៍ធ្វើ MC ទាំងខ្មែរទាំងអង់គ្លេសបានខ្លះទៅវាជួយដល់អាការនិយាយយើងហ្នឹងបានល្អច្រើនជាងមុនដែរបងតែចូលចិត្ត debate ជាងឬក៏ public speaking ជាងបើខ្ញុំគិតថាវាប្រហែលគ្នាបងតែឥឡូវអាចនិយាយបានថា public speaking ច្រើនជាងអញ្ចឹងដោយសារខ្ញុំមានមូលហេតុមិនថាខ្ញុំលែងចូលចិត្ត debate ទេ debate វាសប្បាយបងសម្រាប់ខ្ញុំតខ្ញុំ I find it fun ហ្មងអ្នកខ្លះចូលចិត្តឆ្លោះគ្នាអីចឹងចូលចិត្ត debate តែខ្ញុំចូលចិត្តប៉ុន្តែដូចឧទាហរណ៍ដូចខ្ញុំឥឡូវខ្ញុំ level ច្រើនខ្ញុំត្រូវធ្វើសារណាផងខ្ញុំមានកិច្ចការផ្សេងធ្វើអញ្ចឹងនៅពេលដែលយើងធ្វើ debate team work បងការធ្វើការជាក្រុមហ្នឹងវាសំខាន់មែនតើអញ្ចឹងបើម៉ោងយើងហើយនឹងteammate របស់យើងវាអត់ស៊ីគ្នាទេយើងពិបាកតែបើខ្ញុំចូល public speaking គឺខ្ញុំតែខ្លួនឯងឯងអញ្ចឹងបើខ្ញុំ level ពេលណាខ្ញុំតនេពេលណាខ្ញុំអាចធ្វើពេលហ្នឹងតែបើ debate យើងត្រូវភាសាគ្នាច្រើនណាបង that's why បើផ្អែកលើ public speaking ខ្ញុំចូលរៀងបានច្រើនជាងអូខេអញ្ចឹងឥឡូវចូលរួមការប្រកួតប្រជែង public speaking ហើយតាមមកដឹងថានឹងបន្តទៀតនឹងមានគម្រោងទៅក្រៅប្រទេសដើម្បីចូលរួមការប្រកួតប្រជែងតចាបងចាអូខេសម្រាប់បងផ្ទាល់មកចូលចិត្ត debate ទេខ្ញុំមានមិត្តភក្តិច្រើនដែរអត់ចូលចិត្ត debate ទេមានអារម្មណ៍ថាចាញ់គេត្រង់ការប្រើប្រាស់ emotion ហ្នឹងគេឌឺអីយើងទៅគឺយើងទៅមានអារម្មណ៍ថាហ្នឹងហើយពេលដែលមកខាងទៀតឌឺមកគឺយើងមានអារម្មណ៍ថាយើងនិយាយអីវាឡើង smooth ដូចមុនណាវាថាហ្នឹងពាក់ព័ន្ធអារម្មណ៍ទៅអត់ហើយគេអ្នកមកជំនាញទៀតគេប្រើអារម្មណ៍ហ្នឹងដើម្បីវាយដៃគូប្រកួតប្រជែងមកជំនាញទៀតហើយដែលសារបើសិនបើយើងពាក់ព័ន្ធអារម្មណ៍យើងអត់នឹងទេគឺងាយនៅក្នុងការចាក់បាក់ស្បាតឬក៏ចាញ់គេហ្នឹងហើយចាអញ្ចឹងវាមានអាស្រ័យដែរអញ្ចឹងបងចូលចិត្ត public speaking ច្រើនជាងដែរហ្នឹងហើយចូលរួមកម្មវិធីផ្សេងហ្នឹងមិនសូវនិយាយទៅគ្រប់ទាំងអស់សាកទាំងអស់ប៉ុន្តែមិនមែនជាប់លាប់ណាក្រោយពីបងចូល public debate ដំបូងការចូលឆ្នាំទី1ទី2អីហ្នឹងនៅ TI ហ្នឹងហើយ TI មានធ្លាក់ផងបានលេខ4អីដែរបានលុយមកចែកគ្នាអញ្ចឹងទៅចូលរួមកម្មវិធីទាំងអស់ហ្នឹងសប្បាយតងថាគេបានជ័យលាភីបានរង្វាន់បានអីមកអញ្ចឹងណាហើយបានស្គាល់អ្នកនៅក្នុងក្រុមហ្នឹងទៀតហ្នឹងហើយនិយាយទៅយើងអាចជជែកគ្នាទៅតាម
ចំណុចបបិសោតរបស់បងឯងផ្ទាល់តើបងឯងគិតថាតើសិស្សសាកលវិទ្យាល័យគួរតែធ្វើអីដើម្បីឲ្យថាឥឡូវបងឯងឆ្នាំទី4ក្នុងនាមជាថា senior ចុះពីព្រោះបងឯងក៏មិនទាន់ជាថានឹងចប់ទៅរៀនចប់ដែរអញ្ចឹងនិយាយសម្រាប់អ្នកដែលឆ្នាំទី1ទី2ទី3តើក្នុងរយៈពេល3ឆ្នាំហ្នឹងបងឯង learn បានអីខ្លះឥឡូវហ្នឹងចិត្តចប់ហើយ learn បានអីខ្លះហើយមានអីដែលជាបទពិសោធន៍ថាចង់ share ទៅពួកគាត់ឬក៏មានអីបើគីឡូថាស្ដាយក្រោយមិនបានធ្វើឬក៏អូខេអ្វីដែលខ្លួនឯងធ្វើបានល្អអញ្ចឹងអាចចែកម្លែកបទពិសោធន៍ទៅកាន់អ្នកដែលកំពុងរៀននៅសាកលបានអូខេបងចឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងក្នុងនាមឆ្នាំទី4ចឹង advice របស់ខ្ញុំវាអាចទៅអ្នករៀនឆ្នាំទី1ឬក៏អ្នកធៀមរៀបចូលឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3សម្រាប់ខ្ញុំទី1ហ្នឹងគឺព្យាយាមប្រើប្រាស់ពេលវេលាហ្នឹងឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបានបងដូចបងនិយាយមុនហ្នឹងចឹងអ្នកខ្លះគាត់គិតថាអូគាត់ធ្វើតែប៉ុណ្្នេះទៅគ្រាន់ហើយការពិត in reality ហ្មងនៅពេលដែលចែកនៅពេលខួរក្បាលយើងគិតថាយើងធ្វើបានតែប៉ុណ្្នឹងណាចិត្តយើងធ្វើតែប៉ុណ្្នឹងហ្មងតែបើយើងបើកចិត្តបើកនេះរបស់យើងឲ្យថាយើងអូខេយើងចាក់ធ្វើនេះទៀតអញ្ចឹងដល់ពេលយើងធ្វើទៅយើងធ្វើបាននេះអញ្ចឹងចំណុចដំបូងហ្មងគឺព្យាយាមប្រើប្រាស់ពេលវេលាហ្នឹងឲ្យអស់ប្រសិទ្ធភាពអ្នកខ្លះគាត់ថាគាត់ថាអូធ្លាប់មានពាក្យថាកុំធ្វើច្រើនពេកយកពេលសម្រាប់ខ្លះទៅ mental health របស់យើងសុខភាពរបស់យើងអាហ្នឹងវាសំខាន់ដែរប៉ុន្តែអ្នកខ្លះគាត់ប្រើគាត់នៅពេលដែលគាត់ចាប់ផ្ដើមមានអាពាក្យនឹងច្រើនពេកគាត់យកវាជាលេសបងអញ្ចឹងយើងព្យាយាមគួរតែ balance វាប្រើពេលអស់លទ្ធភាពប៉ុន្តែពេលហ្នឹងយើងគួរគិតពីសុខភាពរបស់យើងដែរយើងគិតថាតើខ្លួនប្រាណរបស់យើងរបស់យើងវាយកបានកម្រិតណាមួយឬក៏កិច្ចការណាខ្លះយើងធ្វើបានយើងក៏សាកធ្វើទៅហើយបន្ទាប់ហ្នឹងគឺស្វែងយល់ពីខ្លួនឯងបងនេសាខ្ញុំគិតថាចាអ្នកខ្លះពេលដែលចូលរៀនសកលគាត់គិតថាធ្វើមិនពេលរៀនចប់ដឹងតែកងវឹកក្នុង field ហ្នឹងហើយតែខ្ញុំគិតថាអ្នកខ្លះរៀនចប់ទៅធ្វើក្នុង field ផ្សេងទៀតអញ្ចឹងក្នុងកំឡុងពេលហ្នឹងគួរស្វែងរកខ្លួនឯងបងដូចថាតើយើងចូលចិត្តជំនាញដែលយើងរៀននឹងមែនអត់ឬក៏តើយើងចង់សាកអីថ្មីទៀតអត់ចឹងណាដោយសារខ្ញុំមានភ័ក្រច្រើនមែនតើអ្នកខ្លះគាត់រៀនជំនាញមួយហ្នឹងប៉ុន្តែនៅពេលបបពិសោធន៍គាត់ទៅធ្វើការងារខាងក្រៅឬក៏អីគាត់ធ្វើការងារផ្សេងខុសពីជំនាញចឹងទៅចឹងកំឡុងពេលហ្នឹងអាចបានថាយើងដូចស្វែងរកខ្លួនឯងដែរចឹងបងហើយស្របពេលហ្នឹងខ្ញុំគិតថាសិស្សប្អូនឥឡូវមួយចំនួនគាត់ចូលចិត្ត volunteering work ច្រើនខ្ញុំផ្ទាល់ខ្ញុំគិតថាវាជារឿងមួយដែលល្អដោយសារអ្នកចូលកម្មវិធីទាំងអស់ចឹងដែរប៉ុន្តែស្របពេលហ្នឹងខ្ញុំចង់ឲ្យគាត់ភ្លេចពីការសិក្សាឯដោយសារអ្នកខ្លះនៅពេលដែលគាត់ចាប់ផ្ដើមចេះគាត់លឺគេនិយាយថាចូលការងារខាងក្រៅឲ្យច្រើនទៅបបពិសោធន៍ច្រើនពេលចេញទៅយើងគង់បានការងារធ្វើអាចថាខ្ញុំទទួលស្គាល់ប៉ុន្តែស្របពេលហ្នឹងខ្ញុំអត់ស្ទើរយល់ស្របទៅលើនឹងទាំងស្រុងឯងបានន័យថាយើងវ័យមួយយើងពងរៀនសកលដែរអញ្ចឹងសម្រាប់ខ្ញុំគិតថាការរៀនសកលវាដូចជា hard skill របស់យើងវាដូចជាជំនាញរឹងរបស់យើងអញ្ចឹងប៉ុន្តែការដែលយើងចូលការងារស្ម័គ្រចិត្តខាងក្រៅវាអាចទាំងពីរយើងអាចបាន hard skill ខ្លះជាពិសេសគឺ soft skill របស់យើងហ្នឹងក៏វាបានល្អជាងមុនដែរអញ្ចឹងទោះបីជាចង់ចូលការងារស្ម័គ្រចិត្តមិនក៏ដោយកម្មវិធីមិនក៏ដោយកុំបោះបង់ចោលការសិក្សាហ្មងខ្ញុំយល់ថាយើងអាចធ្វើវា 100% ស្មើគ្នាប៉ុន្តែយើងព្យាយាម balance វាបងពេលខ្លះឧទាហរណ៍បើយើងគិតថាវាប៉ះពាល់ការសិក្សាពេកយើងគួរគិតដែរអញ្ចឹងបងដោយសារឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ម្ចាស់ខ្ញុំរៀនខាងគណនេយ្យនិងហិរញ្ញវត្ថុអញ្ចឹងជំនាញ accounting ហើយ finance វាគឺជា hard skill មកវាជាជំនាញមួយដែលយើងទៅរៀនក្រៅក៏យើងមិនទៅរៀនយល់បានជ្រៅជ្រះដែរអញ្ចឹងតើយើងរៀននៅសាលាអញ្ចឹងវាដូចគ្នាដែរអញ្ចឹងបែរថាយើងគួរតែ balance វាឲ្យបានណាយើងកុំដូចថាធ្វើការងារខាងក្រៅពេកទៅភ្លេចការសិក្សាភ្លេចសុំច្បាប់យូរច្រើនពេកអីច្រើនពេកអញ្ចឹងយើងត្រូវចេះ balance វាទាំងអស់នឹងដែរហើយអ្វីដែលសំខាន់មួយទៀតនឹងដែរហ្នឹងគឺការដែលពួកយើង build network ក៏បងនៅព្រោះខ្ញុំរៀនឆ្នាំទី1ខ្ញុំអត់សូវគិតអារឿងទាំងអស់ហ្នឹងឯងថាការដែលយើងស្គាល់គេផ្សេងយើងព្យាយាម connect ជាមួយអ្នកផ្សេងហ្នឹងវាសំខាន់ប៉ុណ្ណាប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមចូលដល់ឆ្នាំទី4ឆ្នាំមួយដែលយើងរៀនចាប់ទៅយើងចូលធ្វើការហ្នឹងមិនយើងដឹងថាnetwork ហើយបណ្ដែងជាមួយអ្នកផ្សេងហ្នឹងគឺសំខាន់មែនតើអញ្ចឹងព្យាយាមឧទាហរណ៍នៅពេលចូលកម្មវិធីណាមួយបើថាយើងគិតថាយើងអាចទៅនិយាយជាមួយអ្នកផ្សេងបានយើងអាច communicate អ្នកផ្សេងបានយើងគួរតែ keep network ហើយបណ្ដែងជាមួយនឹងពួកគាត់នឹងឲ្យបានកាន់តែច្រើនអញ្ចឹងបងហ្នឹងហើយខ្ញុំគិតថាទាំងអស់ហ្នឹងជាអីដែលខ្ញុំចង់ចាប់ផ្នែកទៅកាន់ពួកគាត់ហើយអីដែលសំខាន់មួយទៀតហ្នឹងគឺព្យាយាមចូលរួមទៅហើយកុំខ្លាចដោយសារការពិតខ្ញុំធ្លាប់ទទួលបានសារពីសិស្សប្អូនបងដោយសារគាត់ថាបងខ្ញុំមកពីខេត្តអញ្ចឹងអង់គ្លេសខ្ញុំអត់សូវល្អទេខ្ញុំបើខ្ញុំចូលរួមទៅខ្ញុំចាប់តន់ឬថាខ្ញុំច្បាត់បានតន់គេអញ្ចឹងណាឬក៏អ្នកខ្លះគាត់ថាបងបើខ្ញុំចូលទៅខ្ញុំធ្លាក់ឬក៏អីអញ្ចឹង
actually ខ្ញុំគិតថាហ្នឹងវាអត់អីទេវាជារឿងធម្មតាយើងគិតចឹងបានប៉ុន្តែបើយើងអត់សាក់ឥឡូវទេយើងសាក់ពេលណាបានទៀតចឹងណាហើយចឹងទៅបើខ្ញុំផ្ទាល់ហ្មងតបខ្ញុំរៀន4ឆ្នាំហ្នឹងហ្មងខ្ញុំតែងតែ live by one word ថាធ្វើមិននៅពេលដែលខ្ញុំចាប់សាកលវិទ្យាល័យទៅខ្ញុំអត់ស្ដាយក្រោយដែលខ្ញុំបានធ្វើរឿងអីមួយអញ្ចឹងខ្ញុំអត់ចង់ឲ្យពួកគាត់ហ្នឹងគិតចឹងបែបគិតចឹងដែរបងដែរចឹងបងដូចថាបើគាត់ចង់ធ្វើរឿងហ្នឹងធ្វើសិនទៅលទ្ធផលធ្លាក់ឬក៏ជាប់ចាំយើងគិតតាមនឹងទៀតព្រោះអីខ្ញុំគិតថាបើយើងចង់សាក់ធ្វើវាប៉ុន្តែយើងអត់ធ្វើវាសោះលទ្ធផលដែលយើងជាប់គឺ 0% តែបើយើងសាក់ធ្វើវាអញ្ចឹងលទ្ធផលជាប់មាន50ធ្លាក់ក៏50ដែរអញ្ចឹងមិនសាក់សិនទៅហើយលទ្ធផលចេញមកមិនតិចចាំយើងគិតតាមក្រោយទៀតអញ្ចឹងធ្វើមិនរៀន4ឆ្នាំហ្នឹងរៀនឲ្យអស់ហ្មងបងធ្វើមិនរៀនទៅ stress ផងសប្បាយផងយំផងអីផងទៅដល់ពេលដែលយើងមានអារម្មណ៍ចិត្តទាំងអស់ហ្នឹងវាធ្វើឲ្យអាជីវិតយើង4ឆ្នាំហ្នឹងមានន័យហ្នឹងសម្រាប់ខ្ញុំផ្ទាល់ហ្មងបងអូខេអញ្ចឹងបងសួរខ្លួនឯងថាមានរឿងអីដែលស្ដាយក្រោយប្រហែលជាអត់មានអីទេព្រោះបានប្រឡងសើគ្រប់រសជាតិដែលខ្លួនឯងនិយាយអញ្ចឹងណាអញ្ចឹងនេះគឺជាចំណុចមួយល្អមែនតើ4ឆ្នាំហ្នឹងចំណាយពេលវេលាដូចបងឯងគឺសិស្សគឺគាត់ចង់ឲ្យថាគាត់ពេញចិត្តនឹងអ្វីដែលខ្លួនឯងបានធ្វើឲ្យព្រោះប៉ុណ្ណឹងគឺអស់ពីសមត្ថភាពរបស់យើងហើយយើងប្រឹងអស់ហើយយើងប្រើប្រាស់ពេលវេលារបស់យើងនឹងអស់ពីសក្តានុពលហើយបងចាប់អារម្មណ៍ចំណុចបងឯងនិយាយថាពេលវេលា4ឆ្នាំហ្នឹងវាមិនយូរទេមកផ្លែទេដោយបងឯងមកផ្លែទេមែនទេមានអារម្មណ៍មកផ្លែឆ្នាំទី4បាត់ហើយក៏វាអាចមានពេលវេលាត្រឡប់មករៀនដូចយើងរៀនឆ្នាំទី1ទី2ទី3ទី4ឡើងវិញដែរមានតែរៀនតទៅអនុបណ្ឌិតឬក៏អីចឹងទៅតែបើថាបបកអារម្មណ៍យើងដូចឆ្នាំទី1ទី2ទី3វិញវាមានទៀតទេហើយគោលដៅរបស់យើងពេលដែលយើងមករៀន4ឆ្នាំហ្នឹងយើងត្រៀមលក្ខណៈដើម្បីចេញធ្វើការយើងអាចធ្វើការបដារៀនបដាអីបានក៏ប៉ុន្តែយើងកុំភ្លេចពីអត្ថភាពរបស់យើងដោយបងឯងនិយាយចឹងអត្ថភាពរបស់យើងគឺថាយើងរៀនយើងមកគឺដើម្បីរៀនដើម្បីពង្រឹងជំនាញ hard skill របស់យើងហើយអាការងារហ្នឹងគឺយើងគង់តែធ្វើទេគង់តែធ្វើទេមិនមែនធ្វើតែ2 3ឆ្នាំធ្វើមួយជីវិតការងារហ្នឹងហ្នឹងហើយតែចប់ពី4ឆ្នាំហ្នឹងហើយត្រូវប្រឡូកនៅក្នុងវិស័យការងារហើយប៉ុន្តែក៏ត្រូវថាពេលវេលា4ឆ្នាំនេះយើងត្រូវរៀនជំនាញអីដែលយើងអាចរៀនបានបង្កើតមិត្តភ័ក្តិ connection អីដែលយើងអាចបង្កើតបានកុំឲ្យថាស្ដាយក្រោយអ្នកខ្លះចប់ទៅមានអ្នកបងជួបមានអ្នកស្ដាយក្រោយប៉ុន្មានពេលដែលចប់ពីសាកលគាត់និយាយថាអង្គការនៅរៀននៅសាកលអត់សូវមានមិត្តភ័ក្តិច្រើនទេអត់សូវមានមិត្តភ័ក្តិច្រើនអត់សូវមាន connection ច្រើនហើយអា connection ហ្នឹងជួយយើងពាក់ព័ន្ធមួយការងារផងពាក់ព័ន្ធមកថាទៅមុខទៀតយើងរកស៊ីយើងស្គាល់គ្នាអីយើងជួយគ្នាទៅវិញទៅមកហ្នឹងហើយអាហ្នឹងគឺវាល្អមែនតើហើយយើងអត់ដឹងទេថាឲ្យនិយាយឡើងនេះមួយយើងអត់ដឹងទេថានៅ10ឆ្នាំទៅមុខទៀតមិត្តភ័ក្តិដែលយើងស្គាល់នៅសាកលវិទ្យាល័យគាត់នឹងមាន title អីគាត់នឹងដូរទៅជានរណាគេទៅអញ្ចឹងបើយើងមានស្គាល់គ្នានៅក្នុងមិត្តគ្នាក៏យើងអាចថាទំនាក់ទំនងគ្នាបានដែរហ្នឹងហើយថាអូខេអ្នកខ្លះទៀតចូលទៅក្នុងវិស័យនេះអ្នកខ្លះទៀតធ្វើការក្នុងវិស័យនេះខ្លះទៀតឡើងជាអុកញ៉ាអីអញ្ចឹងវាមានទៅតាមអញ្ចឹងដែរប៉ុន្តែបើថាយើងតឯងអូខេព្រោះ introvert ទទួលស្គាល់ introvert មានប្រភេទមនុស្ស introvert និង extrovert ប៉ុន្តែថាបើយើង introvert ក៏យើងត្រូវតែអូខេมันអាចផ្ដាច់ខ្លួនឯងចេញពីទំនាក់ទំនងมันអាចផ្ដាច់ខ្លួនឯងចេញពីសង្គមបានដែរយើងត្រូវមាន balance គ្នាពេលណាអូខេយើងចំណាយពេលម្នាក់ឯងពេលណាដែលយើងថាត្រូវតែមានទំនាក់ទំនងដើម្បីថាជាប្រយោជន៍សម្រាប់ខ្លួនយើងជាប្រយោជន៍គ្នាទៅវិញទៅមកអញ្ចឹងជាដើមអូខេបងគាត់ថាយើងអាចយើងនិយាយគ្នាបានច្រើនហើយបងក៏ learn អីដែលថ្មីពីបងឯងបានច្រើនដែរជាចំណុចមួយដែលជាគោលដៅរបស់ podcast មួយនេះគឺខ្ញុំដាក់ឈ្មោះថាជំហានជា podcast ថ្មីមួយដែលបន្តពីបាក់ឌុបពីមុនហ្នឹងនិយាយរឿងបាក់ឌុបច្រើនតបមកបងតទៅជាជំហានហ្នឹងគឺចង់និយាយអំពីជំហានរបស់សិស្សរបស់និស្សិតរបស់យើងនឹងឯងថាតើពេលដែលគាត់ចប់ពីបាក់ឌុបមកតែគាត់ត្រូវឈានបន្តទៀតចូលមកដល់សាកលវិទ្យាល័យគាត់ត្រូវបោះជំហានគាត់ទៅលើអីខ្លះធ្វើរឿងអីខ្លះដើម្បីឲ្យថាជាប្រយោជន៍សម្រាប់អនាគតរបស់គាត់សម្រាប់ការត្រៀមលក្ខណៈពេលដែលគាត់រៀនចប់ឬក៏ត្រៀមលក្ខណៈចូលសាកលវិទ្យាល័យអីចឹងជាដើមហើយបងនឹងបន្តចែកម្លែកអីដែលយើងបានជជែកគ្នានេះហើយបងសង្ឃឹមថាបងឯងនៅតែបន្តចែកម្លែកដូចគ្នានៅលើបណ្ដាញសង្គមនៅលើTikTok Facebook ដែរ Yes បង Facebook TikTok វាច្រើនហ្នឹងហើយបងឃើញមានអ្នកតាមដានគ្រប់តរបងឯងនៅលើ TikTok ហ្នឹងច្រើនអញ្ចឹងបងសង្ឃឹមថាពេលដែលឥឡូវនេះកំពុងរវល់ទៅលើរឿងសារណារឿងអីប៉ុន្តែពេលដែលចប់ទៅនឹង
document journey របស់ខ្លួនឯងទៅក្រៅទៅអីបន្តទៀតដើម្បី inspire បងប្អូនប៉ុន្តែមានអីជាសារឬក៏ការផ្ដាំផ្ញើមិញហ្នឹងមានជាការណែនាំឥឡូវថាអូខេលើកទឹកចិត្តឬក៏អីបន្ថែមទៀតមុននឹងយើងបិទបញ្ចប់នៅ podcast របស់យើងនេះបងអញ្ចឹងសម្រាប់សារចុងក្រោយរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាមិនថាយុវបងពិសេសគឺយុវបងប្អូនខ្ញុំហ្មងទីមួយហ្នឹងយើងគួរគិតថាយើងរស់នៅក្នុងអាវ័យ20ឆ្នាំហ្នឹងបានតែម្ដងហ្នឹងជាដែលខ្ញុំតែងតែប្រាប់ខ្លួនឯងហ្មងអញ្ចឹងធ្វើម៉េចធ្វើឲ្យអាវ័យ20ឆ្នាំហ្នឹងវាមានរសជាតិមួយដែលថាយើងចង់បានណាយើងកុំឃើញថាគេធ្វើនេះយើងចង់ធ្វើនេះប៉ុន្តែយើងអត់ព្រមសាកធ្វើវាអញ្ចឹងយើងអត់ដឹងទេយើងដឹងថាតើការដែលធ្វើវាហ្នឹងវាមានបទពិសោធន៍បែបណាវាមានរសជាតិបែបណាអញ្ចឹងព្យាយាមប្រើអាពេលវ័យ20ឆ្នាំហើយពេលវ័យ4ឆ្នាំនៅសាកលវិទ្យាល័យហ្នឹងឲ្យអស់ហ្មងនិយាយទៅឧទាហរណ៍បើចង់ធ្វើអីគួរតែសាកទៅធ្វើវាបើថាការធ្វើហ្នឹងវាអត់មានប៉ះពាល់ដល់អ្នកណាគេទេអ្នកគ្នាគួរតែសាកទៅធ្វើវាព្រោះសារការដែលធ្វើវាមានតែប្រយោជន៍ដល់អ្នកទាំងអស់គ្នាអ្នកគ្នាបានយល់ដឹងបន្ថែមបានរៀនបន្ថែមហើយអ្នកគ្នាបានពង្រឹងជំនាញផ្សេងទៀតច្រើនក្នុងកំឡុងពេលហ្នឹងដែរអញ្ចឹងអ្វីដែលសំខាន់មួយទៀតហ្នឹងដែរនោះគឺព្យាយាមកុំខ្លាចព្យាយាមកុំវាថាកុំផ្អាប់ខ្លួនឯងវាថាកុំ low down ខ្លួនឯងពេកខ្ញុំយល់ថា it's okay to be humble ទៅ being humble is a very good thing ប៉ុន្តែ humble ជារឿងមួយប៉ុន្តែការដែលអ្នកគ្នាផ្អាកផ្អន់ខ្លួនឯងវាធ្វើឲ្យអ្នកទាំងអស់គ្នានឹងពិបាកវិញមកថាអ្នកគ្នាឡើងបានរកឃើញពីអាភិបល្អរបស់ខ្លួនឯងឡើងបានរកឃើញពី unique របស់ខ្លួនឯងទៀតអញ្ចឹងព្យាយាមធ្វើមិនឲ្យយល់ដឹងពីខ្លួនឯងបានច្រើនចំណាយពេលវេលាក្នុងអាពេលវ័យ20ឆ្នាំហ្នឹងឲ្យធ្វើមិនវ័យ20ឆ្នាំហ្នឹងនៅពេលអ្នកគ្នាអាយុដល់30 40ងាកមកវិញអ្នកគ្នាអត់ស្ដាយក្រោយទេព្រោះថាអ្នកគ្នាបានធ្វើអីដែលអ្នកគ្នាតែចង់ធ្វើតាំងពីដើមហើយព្រោះដូចខ្ញុំនិយាយចឹងពេលខ្លះពួកយើងគិតថាបើយើងធ្វើហ្នឹងទៅអ្នកផ្សេងគិតយើងចេះអញ្ចឹងការពិតតែខ្លះអត់មានអ្នកផ្សេងណាមកគិតទេមកយើងនឹងគិតខ្លួនឯងច្រើនពេកអញ្ចឹងព្យាយាមដកអាគំនិតហ្នឹងខ្លះទៅយើងចាប់ផ្ដើមធ្វើវាដល់ពេលយើងធ្វើវាអ្នកគ្នានឹងយល់ឃើញការពិតអត់មានអ្នកគេណាមកគិតអីពីយើងទេតែមកពីយើងគិតច្រើនពេកអញ្ចឹងព្យាយាមកាត់បន្ថយការគិតហើយ take action ហើយខ្ញុំគិតថាអ្នកគ្នានឹងអាចចំណាយពេលវេលា4ឆ្នាំនៅសាកលវិទ្យាល័យហ្នឹងកាន់តែមានន័យជាងមុនហើយខ្ញុំគិតថាអ្នកគ្នានឹងទទួលបានអ្វីមួយដែលអ្នកគ្នាកាន់តែអ្នកគ្នាបានប៉ងតាំងពីក្មេងមកឬក៏អ្នកគ្នាបានកំណត់គោលដៅតាំងពីដើមមកអូខេអរគុណអាហ្នឹងចំណុចចុងក្រោយនេះគឺសំខាន់ជាពិសេសបងប្អូនអ្នកមកពីខេត្តបងអ្នកមកពីខេត្តដែរចឹងបងអាចយល់អារម្មណ៍អ្នកមកពីខេត្តព្រោះមកដំបងគឺតែងតែគេថាអត់សូវជឿជាក់លើខ្លួនឯងទេ low self esteem ហ្នឹងហើយត្រូវការមានអ្នកជំរុញត្រូវការមានអ្នកលើកទឹកចិត្តឬក៏យើងបង្ហាញគាត់ប្រាប់គាត់ថាអូខេបងក៏ធ្លាប់ឆ្លងកាត់ដែរតម្រាំបងដាក់ពាក្យ exchange program នោះតឆ្នាំទី4តឆ្នាំទី4តរៀនចប់ហើយបានដាក់តែពីមុនក៏គិតថាអង់គ្លេសខ្លួនឯងល្អមិនគ្រប់គ្រាន់ខ្លួនឯងមិនគ្រប់គ្រាន់មានអ្នកបកកាយទៀតច្រើនអីចឹងជាដើមវាតែងតែមានអីចឹងអានេះពីពួកយើងដែរជាអ្នកដែលធ្លាប់ឆ្លងកាត់មុនមិនមែនពួកយើងអត់មានអា self doubt ហ្នឹងទេប៉ុន្តែពួកយើងនៅតែធ្វើទោះបីជាចង់ថាពួកយើងមានអារម្មណ៍ថាវាអត់ជឿជាក់លើខ្លួនឯងប៉ុន្តែពួកយើងនៅតែធ្វើអីដែលខ្លួនឯងចង់ធ្វើនឹងឲ្យបានល្អទោះបីជាមមាញឹកមួយការរៀនសូត្រហើយក៏ដូចជាសកម្មភាពផ្សេងដែលឆ្លៀតពេលវេលាដើម្បីចូលរួមចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាហើយក្នុងឱកាសនេះក៏ខ្ញុំសូមថ្លែងអំណរគុណទៅខាង Endeavor Consulting សម្រាប់ការសហការក្នុងការផលិតនៅ podcast មួយនេះតាំងពី podcast លោកមុនបាក់ឌុប podcast មកដល់ជំហាន podcast ទៀតអញ្ចឹងទាំងអស់គ្នាចង់ស្វែងយល់អំពី Endeavor Consulting ទាំងអស់គ្នាអាចចូលទៅកាន់ page របស់គាត់ដើម្បីស្វែងយល់ពីព័ត៌មានផ្សេងពាក់ព័ន្ធជាមួយនឹងការទៅសិក្សានៅក្រៅប្រទេសឬក៏ឱកាសអាហារូបករណ៍ផ្សេងហើយក៏ដូចជាការប្រឹក្សាយោបល់ពាក់ព័ន្ធជាមួយនឹងការដាក់ពាក្យអាហារូបករណ៍ផងដែរអញ្ចឹងបងប្អូនអាចចូលទៅកាន់ page របស់គាត់ដែលខ្ញុំនឹងដាក់នៅលើ description នៃវីដេអូមួយនេះឥឡូវនេះបានមកដល់ទីបញ្ចប់ហើយខ្ញុំសុភ័ក្រហើយនិងបងមីសូមអរគុណជំរាបលាបាយបាយ